អញ្ចឹងយើងអានប្រធានលំហាត់ទៅចឹងបាទគេថាម៉េចគេបន្ត20 ml នៃ solution mono acid ខ្លាំង HX បាទដែលមាន pH 2.8 ទៅក្នុង20 ml solution mono បាសខ្លាំងបាទ sodium hydroxide ដែលមានកំហាប់បាទ2.0 គុណនឹង10ស្វ័យគុណដល់3 mol ក្នុង1លីត្របាទសំណួរកគេសួរថាតើ solution ដែលទទួលបានមានសកម្មមូលអាស៊ីតបាសដែរឬទេបងណាបាទនេះជាសំណួរហើយសំណួរខគេថាកណនី pH នៃ solution ដែលទទួលបានគេឲ្យ10ស្វ័យគុណ 0.2 ស្មើនឹង 1.6 ហើយនឹង logarit នៃ2ស្មើនឹង 0.3 បាទដើម្បីដឹងថាសកម្មមូលអាស៊ីតបាសកើតមានឬទេត្រូវរកចំនួនម៉ូលអ៊ីដ្រូញូមនិងចំនួនម៉ូល OH ដកប្រៀបធៀបចំនួនម៉ូលទាំងពីរហ្នឹងប្រសិនបើស្មើគ្នានឹងសកម្មមូលអាស៊ីតបាសកើតមានតែបើខុសគ្នាមានថាមួយធំមួយតូចសកម្មមូលមិនកើតមានទេបាទអូខេតោះអញ្ចឹងតើយើងទៅរកម៉ូល OH ដកនិងម៉ូលអ៊ីដ្រូញូមហ្នឹងបានមកពីណាម៉ូលអ៊ីដ្រូញូមអូនរកចេញពីនេះបាទទេឲ្យចាំថាម៉ូលអ៊ីដ្រូញូមរកចេញពីអាស៊ីតម៉ូល OH ដករកចេញពីបាសតោះនេះបាទសំណួរកបាទបង្ហាញថាបាទសកម្មមូលអាស៊ីតបាសបាទកើតមានឬទេកើតមានឬទេបាទអញ្ចឹងជាដំបូងយើងត្រូវធ្វើយ៉ាងម៉េចបាទសរសេរសមីការចម្បងបាទសរសេរសមីការបាទបាទសរសេរសមីការចម្បងឬក៏សរសេរសមីការប្រតិកម្មហ្នឹងក៏បានដែរមិនអញ្ចឹងហ៎បាទសមីការតាងប្រតិកម្មបាទជាងសរសេរមកបាទអ៊ីដ្រូញូមតំណបាទបានពីទឹកបើទោះបីវាម៉ូណូអាស៊ីតក៏ដោយឌីអាស៊ីតក៏ដោយម៉ូណូបាសក៏ដោយឌីបាសក៏ដោយសមីការចម្បងគឺដឹងតែយកអ៊ីដ្រូញូមបូក OH ដកបានពីទឹកហើយតោះនេះតោះបន្ទាប់មកយើងដាក់បំរាបបាទបំរាបអូខេចឹងបំរាបរបស់យើងទៅសេអានោះឡើងវិញមកនោះ2លីត្របាទអូខេបន្ទាប់មកអូនទៅរកចំនួនម៉ូលរបស់អ៊ីដ្រូញូមនិងម៉ូល OH ដកបាទរកណាដាក់ថារកចឹងមកបាទរកបាទចំនួនម៉ូលបាទអ៊ីដ្រូញូមនិងចំនួនម៉ូល OH ដកអូខេបាទតាមបាទអីអូនម៉ូលអ៊ីដ្រូញូម Ca គុណបាទ Va បាទរក Ca រកតាមណាតាម pH មិនអញ្ចឹងហ៎បាទប៉ុន្តែយើងដាក់ចេះមកតាម Ca ស្មើនឹងកំហាប់អ៊ីដ្រូញូមបាទស្មើនឹង10ស្វ័យគុណដក pH មិនអញ្ចឹងហ៎បាទតោះអញ្ចឹងអូនអនុវត្តជាលេខមកបាទស្មើនឹង10ស្វ័យគុណដក 2.8 បាទបំបែកមកបាននេះ10គុណឲ្យ10អានេះដាក់ 0.2 មកបានទេនេះដាក់ដក3បានអត់អញ្ចឹងគេឲ្យមកបោកសកុណ 0.2 ស្មើបានអូន 1.6 គុណនឹង10ស្វ័យគុណដក3អូខេអញ្ចឹងស្គាល់ Ca ហើយຂະຫນາດគិតជាម៉ូលក្នុង1លីត្រមកអញ្ចឹងអូនអនុវត្តជាលេខបាទអញ្ចឹងនាំឲ្យចំនួនម៉ូលអ៊ីដ្រូញូមបាទស្មើនឹងបាទអនុវត្តជាលេខចូលមក Ca គឺ 1.6 10ស្វ័យគុណដក3គុណឲ្យ Va អញ្ចឹង Va យើងពិចារក្នុងសមត្ថកម្មមិញនេះ2គុណនឹង10ស្វ័យគុណដក2បាទអញ្ចឹងចម្លើយឃើញ 3.2
2 គុណនឹង10ស្វ័យគុណដក5ម៉ូលបាទឥឡូវយើងស្គាល់ចំនួនម៉ូលអ៊ីដ្រូញ៉ូមហើយយើងទៅរកម៉ូលអីគេមួយទៀតបាទម៉ូល OH ដកបាទអូខេអញ្ចឹងយើងតាមមួយទៀតមកបាទតាមរូបមន្តចំនួនម៉ូល OH ដកស្មើនឹង CB គុណ VB បាទអញ្ចឹងអូនអនុវត្តជាលេខមក CB 2 10ស្វ័យគុណដក3គុណ VB គឺ2 10ស្វ័យគុណដក2បាទអញ្ចឹងស្មើប្រមាណអូនបាទចំនួនម៉ូល OH ដកស្មើនឹង4 10ស្វ័យគុណដក5អញ្ចឹងអត់ អូខេ4គុណនឹង10ស្វ័យគុណដក5បាទຂະຫນາດគិតជាម៉ូលបាទអញ្ចឹងយើងអាចប្រៀបធៀបបានហើយថាតើសមូលអាស៊ីតបាសកើតមានឬទេកើតមានអត់បាទអត់ស្មើគ្នាទេមិនអញ្ចឹងហ៎បាទ OH ដកធំជាងអញ្ចឹងយើងអាចឆ្លើយថាដោយបាទចំនួនម៉ូល OH ដកបាទធំជាងចំនួនម៉ូលអ៊ីដ្រូញ៉ូមបាទដូចនេះសមមូលអាស៊ីតបាសដូចនេះសមូលអាស៊ីតបាសមិនកើតមានទេអូខេបាទអញ្ចឹងនេះជា